14របៀបបង្កើតអក្សរភ្លើង Text Fire របៀបទី1បង្កើត layer ថ្មីមួយធ្វើជា background ហើយចុច Alt Delete ដើម្បីចាក់វាពណ៌ខ្មៅចុចនៅលើ Horizontal Type Tool ជ្រើសរើស Font និងកំណត់យកវាពណ៌សចុចនៅចំកណ្ដាល screen វាយពាក្យ Fire ហើយបដូរទៅចុចលើ Move Tool វិញចុចម៉ៅខាងស្ដាំលើ layer អក្សររើសយកពាក្យ Rasterize Type ចុច Ctrl T ដើម្បីបង្ហាញទម្រង់ Transform Tool រួចចុចម៉ៅខាងស្ដាំលើ Transform រើសយកពាក្យ Rotate 90 degree clockwise ហើយចុច Enter ចុចនៅលើ menu Filter Stylize Win ហើយកំណត់ method របស់វាជា Win និង Direction from the left រួចចុច OK ចុច Ctrl F 2 ដងដើម្បី repeat ប្រវែងរបស់ភ្លើងបង្វិលអក្សរឲ្យមកបញ្ឈរវិញដោយចុច Ctrl T រួចចុចម៉ៅខាងស្ដាំលើ Transform រើសយកពាក្យ Rotate 90 degree counter clockwise ហើយចុច Enter ចុចលើ menu Filter Distort Ripple កំណត់ amount របស់វាដោយទាញរបានិងជ្រើសរើសទំហំជា Small Medium ឬក៏ Large ហើយចុច OK បើករូបភាពភ្លើងឆេះហើយចាប់ទាញវាយកទៅដាក់លើផ្ទាំងអក្សរចុច Ctrl ឲ្យជាប់រួចคลิกលើ Thumbnail របស់ layer អក្សរចុច Ctrl Shift I ដើម្បី Invert Selection បន្ទាប់មកចុច Delete Key ចុច Ctrl D ដើម្បីដោះ Select ចេញវិញចុចលើប៊ូតុង FX ដើម្បី Add Layer Style ចុចលើ Drop Shadow ដើម្បីដាក់ស្រមោល Outer Glow សម្រាប់ដាក់ពន្លឺខាងក្រៅ Inner Glow សម្រាប់ដាក់ពន្លឺខាងក្នុងនិងប្រភេទផ្សេងទៀតដែលយើងត្រូវការរួចចុច OK